ឧបករណ៍កាត់ស្មៅនេះកាត់បានតែដីស្មៅឯដឹងដីស្មៅហត់កាត់លឿនទៀតទៅបើដីអត់ស្មៅដីអត់ស្មៅក៏កាត់បានដែរជឿបើអត់ជឿមើលវីដេអូនឹងមើលបើបានចំការអំពុំមីងមានស្ថានដីស្មៅចឹងវិញគឺកាត់លឿនស្អាតតែម្ដងអំពុំមីងហើយទីធ្លាចំការបើបានកាត់ស្អាតប៉ុណ្ណេះហើយម្ចាស់ចំការដឹងដើមចេះហត់តែម្ដងហើយបើចំការមានស្មៅឧបទ្រពវិញម្ចាស់ចំការមិនហ៊ានចូលទេខ្លាចសត្វល្អិតឬក៏សត្វអសេរពឹសអញ្ចឹងណាឥឡូវទៅមើលការកាត់ស្មៅបន្តទៀតអំពុំមីងដីនៅក្នុងចំការរបស់គាត់នេះគាត់កាត់ទៅតាមចៅផ្លូវអញ្ចឹងចៅផ្លូវបងដឹងណាចាវារៀងចម្រៀលបន្តិចប៉ុន្តែឧបករណ៍របស់យើងនៅតែធ្វើការកាត់ស្មៅបានណាបងហើយក្នុងក្រោមដើមស្មៅនេះវាមានកូនឈើទូចអញ្ចឹងឧបករណ៍ហ្នឹងគឺកាត់កំទេចម៉ត់ជាមួយនឹងស្មៅធ្វើជាជីកំប៉ុស្តក្នុងពេលតែមួយគ្នានឹងតែម្ដងហើយបើសិនជាចម្រៀលវាផ្អៀងកាន់តែគៀកជាងនឹងទៀតក៏ឧបករណ៍កាត់ស្មៅហ្នឹងនៅតែធ្វើបានដែរបងខ្ញុំស្រូមឲ្យចិត្តឲ្យអពុំមីងងាយស្រួលមើលតែម្ដងដោយសារឧបករណ៍ហ្នឹងវាអាចធ្វើការប្រឈើបានវាអាចផ្អៀងបានដក50ដឺការ៉េបងអញ្ចឹងអាចធ្វើការបត់បែនបានអញ្ចឹងសម្រាប់ស្ថានដីអពុំមីងដែលមិនស្មើបងអាចជ្រើសរើសជាមួយនឹងប្រភេទឧបករណ៍កាត់ស្មៅនេះយកទៅប្រើប្រាស់បានអ្វីដែលសំខាន់នៅពេលដែលបងអពុំមីងមានចំការដែលមានទំតព្យួរហើយបងប្រើឧបករណ៍ហ្នឹងកាត់តែម្ដងពីរដងគឺវាវាយប្រហៀបដីប្រហាប់ដីអពុំមីងស្មើតែម្ដងអញ្ចឹងអពុំមីងដែលគាត់ចង់កាត់នៅក្រោមប្រយ៉ាប់មិនអីប្រើឧបករណ៍មួយនេះគឺត្រូវគឺវាលូកទៅកាត់ចូលទៅគិតគល់តំណាំអពុំមីងផ្ទាល់តែម្ដងអញ្ចឹងងាយស្រួលអត់ចាំបាច់យកឧបករណ៍កូនត្រាក់ទ័រទូចឬក៏ឧបករណ៍ទូចៗទៅកាត់ទេអានេះអូតែមួយច្បោកកាត់បានលឿនតែម្ដងហើយចំណាយកម្លាំងមនុស្សតែម្នាក់ទេគឺតកងបើកចាហើយសម្រាប់ឧបករណ៍កាត់ស្មៅនេះនៅពេលដែលបងអពុំមីងទិញទៅគឺមានការធានាជូនបងរយៈពេល3ខែហើយមានហ្វ្រីសេវាកម្មដឹកឲ្យបងដល់ទីតាំងនិងបរិញ្ញាពីបច្ចេកទេសក្នុងការប្រើជូនពុកម៉ែបងប្អូនតែម្ដងអពុំមីងទិញគ្រឿងចាក់ពីខាងក្រុមហ៊ុន Angkor Green គឺមានការធានាជូនពាក់ព័ន្ធជាមួយគ្រឿងបន្លាស់គឺមានគ្រប់គ្រាន់គ្រប់គងជូនពុកម៉ែបងប្អូនអ្វីដែលសំខាន់គឺយើងមានអ្នកបច្ចេកទេសចុះទៅធ្វើជូនពុកម៉ែបងប្អូនដល់ទីតាំងចំការផ្ទាល់តែម្ដងសេវាកម្មនេះមិនថាបងប្រើនៅក្នុងការធានាឬក៏ផុតធានាទេដល់ជូនដូចគ្នា